จ้าสำหรับคลิปวิดีโอนี้เนี่ยครูรวบรวมยกสำนมเรื่องประจำថ្ងៃកើតណាហើយឥឡូវនេះសូមលើកយកថ្ងៃអាទិត្យមុនគេអ្នកគ្រូលើកយកតាំងពីរឿងមុនស្នេហ៍តាំងពីចរិតឧបសគ្គអីមកចប់ចឹងបើចង់ដឹងសូមស្ដាប់ទាំងអស់គ្នាណាឥឡូវនេះជាដំបូងនិយាយពីរឿងមុនស្នេហ៍អ្នកកើតថ្ងៃអាទិត្យថាតើយ៉ាងម៉េចខ្លះមុនស្នេហ៍របស់អ្នកកើតថ្ងៃអាទិត្យស្ថិតនៅត្រង់ភាពកក់ក្ដៅភាគច្រើនធម៌ពលក្នុងខ្លួនគឺភាពរីករាយស្រស់ស្រាយនៅពេលដែលអ្នកកើតថ្ងៃអាទិត្យមានកម្លាំងចិត្តវិញណាអ្វីស្រស់ស្រាយទាំងអស់ជាពន្លឺជាផ្លូវជាកម្លាំងរុញច្រានឲ្យអ្នកដទៃបានទាំងអស់គ្រាន់តែកាត់បន្ថយការឆាប់ខឹងនិងធ្វើអ្វីតាមតែចិត្តខ្លួនឯងនឹងចេញបើថ្ងៃណាមនុស្សថ្ងៃអាទិត្យមានអារម្មណ៍ល្អស្រស់ស្រាយពិភពលោកនេះផ្លាស់ប្ដូរតែម្ដងព្រោះមនុស្សកើតថ្ងៃអាទិត្យជាមនុស្សសប្បាយរីករាយស្រឡាញ់មិត្តភ័ក្តិស្មោះត្រង់ជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនគេទៀតផងជាមួយមនុស្សកើតថ្ងៃអាទិត្យមិនពិបាកទេលោកអ្នកគ្រាន់តែផ្ដល់ភាពស្មោះត្រង់ឲ្យគេឃើញតែប៉ុណ្ណោះអ្នកកើតថ្ងៃអាទិត្យក៏ព្រមក្នុងការស្មោះត្រង់ទៅវិញដោយមិនមានការខ្សែលើសង្កេតឃើញថាអ្នកកើតថ្ងៃអាទិត្យភាគច្រើនមានគំនិតរីកចម្រើនសាងនូវភាពរីករាយរំភើបតាក់ទាញមានអ្វីប្លែកៗថ្មីមិនសូវដដែលទេមិនសូវនៅស្ងៀមមួយកន្លែងនៅស្ងៀមបានយូរទេបន្តិចក៏មានអ្វីមកឲ្យគិតមកឲ្យធ្វើទៀតបានអ្នកណាបានប្រើជីវិតឬបានធ្វើជាមិត្តជាមួយអ្នកកើតថ្ងៃអាទិត្យលោកអ្នកមានអារម្មណ៍ថាវ៉ាវជាមួយគេរហូតធ្វើជាមិត្តពិតជាមួយគេដោយមិនពិបាកណាព្យាយាមរក្សាសន្តានចិត្តគេឲ្យល្អពេលខ្លះអ្នកកើតថ្ងៃអាទិត្យអាចនឹងឆេវឆាវពេលខ្លះក៏ជាមេដឹកនាំគ្រាន់តែយើងយល់ពីគ្នាផ្ដល់កិត្តិយសឲ្យគ្នាវាក៏មានក្តីសុខទៅហើយតែមនុស្សថ្ងៃអាទិត្យមិនចូលចិត្តជីវិតដែលស្មុគស្មាញអ្នកណាក៏ដោយបើមានថាមពលវិជ្ជមានច្រើនឬមានភាពខ្នះខ្នែងនៅក្នុងជីវិតមនុស្សកើតថ្ងៃអាទិត្យនឹងចូលចិត្តទំនាក់ទំនងជាមួយលោកអ្នកចូលក្នុងផ្លូវវិជ្ជមានតែម្ដងចង់ផ្ដើមគ្នាទៅវិញទៅមកសូមផ្ដាំជាចុងក្រោយសូមឲ្យអ្នកកើតថ្ងៃអាទិត្យញញឹមស្រស់ស្រាយមានក្តីសុខបន្ថែមកម្លាំងវិជ្ជមានជារឿយធ្វើឲ្យជីវិតប្រចាំថ្ងៃមិនគួរឲ្យធុញមានតែក្តីសុខផ្ដល់ភាពសុខចិត្តឲ្យអ្នកកើតថ្ងៃអាទិត្យឲ្យបានច្រើនគូប្រៃរបស់អ្នកកើតថ្ងៃអាទិត្យមនុស្សយើងនៅជាមួយគ្នាបានឬមិនបាននៅលើលក្ខណៈនិស្ស័យឥឡូវយើងមកស្ដាប់ពីគូពិតរបស់អ្នកកើតថ្ងៃអាទិត្យលក្ខណៈគូពិតរបស់អ្នកកើតថ្ងៃអាទិត្យរមែងមានភាពរឹងមាំខាងផ្នែកអារម្មណ៍ខ្ពស់មិនរវើរវាយមិនហោះហែរមែងមានការយល់ពីចិត្តរបស់អ្នកកើតថ្ងៃអាទិត្យនិងយល់ពីភាពមេដឹកនាំរបស់គេហើយគូនោះគឺយល់ចិត្តអ្នកកើតថ្ងៃអាទិត្យហើយមនុស្សកើតថ្ងៃអាទិត្យក៏យល់ច្បាស់ពីភាពមេដឹកនាំរបស់គូគេដែររមែងមានការយល់ចិត្តរបស់អ្នកកើតថ្ងៃអាទិត្យនិងភាពជាមេដឹកនាំរបស់អ្នកកើតថ្ងៃអាទិត្យគេយល់ច្បាស់ហើយនឹងយល់ពីភាពខ្នះខ្នែងរបស់អ្នកកើតថ្ងៃអាទិត្យបានយ៉ាងល្អលក្ខណៈទី2គូព្រេងនោះជាមនុស្សដែលហ៊ានសម្ដែងនៅការយល់ដឹងរបៀបត្រង់ទៅត្រង់មកជាមួយអ្នកកើតថ្ងៃអាទិត្យតែនៅមានក្របខ័ណ្ឌណាស់មិនរឹងទទឹងហួសហេតុនៅមានផ្លូវសម្រាប់អ្នកកើតថ្ងៃអាទិត្យលក្ខណៈទី3គូរបស់គេត្រូវមានភាពកក់ក្ដៅដែលធ្វើឲ្យអ្នកកើតថ្ងៃអាទិត្យមានអារម្មណ៍ថាគូនោះមកបំពេញនៅអ្វីដែលគេខ្វះបំពេញរឿងខាងផ្លូវចិត្តឬក៏បំពេញនៅអ្វីមួយដែលអ្នកកើតថ្ងៃអាទិត្យខ្វះហើយជួយបំពេញខាងអារម្មណ៍ឬ support ខាងផ្លូវចិត្តខាងការគិតនៅថ្ងៃណាដែលអ្នកកើតថ្ងៃអាទិត្យរាថយជាមួយជីវិតឬរឿងផ្សេងនៅក្នុងជីវិតគេនឹង support លោកអ្នកនិងជាកម្លាំងចិត្តរបស់លោកអ្នកបានល្អរឿងដែលអ្នកកើតថ្ងៃអាទិត្យត្រូវចាំនោះគឺគូពិតរបស់លោកអ្នកមិនបានមកធ្វើឲ្យជីវិតរបស់លោកអ្នកងាយឡើងនោះទេតែគេជាអ្នកមកធ្វើឲ្យជីវិតរបស់លោកអ្នករឹងមាំសូមឲ្យមានសំណាងល្អក្នុងរឿងស្នេហាណាឧបសគ្គបញ្ហារបស់អ្នកកើតថ្ងៃអាទិត្យទី1ធ្វើគុណបានទោសនៅក្នុងជីវិតត្រូវតស៊ូត្រូវអត់ធ្មត់ហើយត្រូវពឹងលើខ្លួនឯងញឹកញាប់ពឹងអ្នកដទៃមិនសូវបានមនុស្សជួយមិនសូវមានហើយមិត្តភ័ក្តិរមែងមកសុំឲ្យជួយមនុស្សថ្ងៃអាទិត្យបើឃើញអ្វីច្បាស់លាស់ហើយគឺគេជាមនុស្សដែលមិនខ្លាចការងារធ្ងន់តែមានវិបាកកម្មត្រូវគេនិយាយរិះគន់ត្រូវគេមូលបង្កាច់ពេលមនុស្សចិត្តដិតនិងមនុស្សនៅក្បែរខ្លួនជាច្រើនហើយភាគច្រើនអ្នកចូលមករកអ្នកកើតថ្ងៃអាទិត្យគឺចូលមកដើម្បីផលប្រយោជន៍ពេលបានហើយក៏បាត់ទៅហើយមិត្តភ័ក្តិនិងមនុស្សនៅជុំវិញខ្លួនរមែងនាំបញ្ហារញ៉េរញ៉ៃមកឲ្យហើយអ្នកកើតថ្ងៃអាទិត្យតែងតែតាមដោះស្រាយជានិច្ចអ្នកកើតថ្ងៃអាទិត្យបើស៊ូជាមួយនឹងអ្វីហើយមិនព្រមចាញ់អ្វីដែលធ្វើរមែងបានទទួលលទ្ធផលល្អសូមឲ្យជឿជាក់នៅលើអ្វីដែលល្អដែលបានសាងអំពើល្អមិនដែលសាបសូន្យទោះជាយ៉ាងណាពន្លឺនៅតែភ្លឺសូម្បីតែនៅថ្ងៃដែលងងឹតបំផុតតែលោកអ្នកក៏ជាពន្លឺការណែនាំរបស់អ្នកកើតថ្ងៃអាទិត្យនោះគួរជ្រើសរើសខ្សែគប់មនុស្សឲ្យបានល្អកុំចេះតែខ្សែគប់ផ្ដេសផ្ដាសខ្សែគប់តែជាមួយមនុស្សទុកចិត្តបានតែប៉ុណ្ណោះហើយការជួយមនុស្សគួររើសតែមនុស្សដែលគួរជួយម្ដងម្កាលតែប៉ុណ្ណោះ
តែមិនមែនជួយគ្រប់គ្នានោះទេហើយគូរសង្គមដែលនៅសង្គមដែលសែបគប់ទៅធ្វើឲ្យជីវិតល្អព្រោះរបស់ទាំងនេះនឹងធ្វើឲ្យលោកអ្នកបានទទួលជោគជ័យជួនកាលអាចមិនមែនជាមនុស្សដែលលោកអ្នកស្រឡាញ់មិនមែនជាមិត្តលោកអ្នកតែគេមានចរិតជាមនុស្សជោគជ័យក៏គួរសែបគប់ទៅនៅជាមួយមនុស្សដែលមានភាពជាមេដឹកនាំនឹងនាំអ្នកកើតថ្ងៃអាទិត្យទៅកាន់ភាពរីកចម្រើនហើយអ្វីដែលមនុស្សថ្ងៃអាទិត្យធ្វើហើយកុំយកមកគិតទៀតអ្វីហួសហើយឲ្យវាហួសទៅត្រូវចេះប្រឡែងវានឹងប្រសើរឡើងដោយខ្លួនឯងចំណុចល្អនិងមិនល្អរបស់អ្នកកើតថ្ងៃអាទិត្យមនុស្សថ្ងៃអាទិត្យជាមនុស្សរុះរាយស្រឡាញ់គ្នាណាស់បើឲ្យចិត្តទៅអ្នកណាហើយរមែងលើស100រហូតតែបើជួបមនុស្សមិនល្អក៏សងទៅវិញបែបលើស100ដូចគ្នាភាគច្រើនមនុស្សកើតថ្ងៃអាទិត្យជាមនុស្សស្មោះត្រង់បើមើលពីខាងក្រៅដូចជាមនុស្សអៀនមិនសូវហ៊ានសម្ដែងចេញប៉ុន្មានទេឬជាមនុស្សដែលមានជីវិតនៅក្នុងក្របខ័ណ្ឌតែការពិតមនុស្សកើតថ្ងៃអាទិត្យចូលចិត្តផ្សងជាមួយគ្រោះថ្នាក់តែមិនសូវចូលចិត្តការលេចធ្លោប៉ុន្មានទេហ៊ានផ្សងព្រេងហ៊ានវាយលុកមិនសូវខ្លាចអ្វីហើយបើមនុស្សកើតថ្ងៃអាទិត្យបានប្រើជីវិតរបៀបតាមចិត្តខ្លួនឯងបណ្ដោយតាមសញ្ជាតិញ្ញាណណាគឺរឹតតែចូលចិត្តហើយគេក៏សប្បាយជាមួយនឹងជីវិតនោះយ៉ាងពេញទំហឹងគ្មានកង្វល់ទៀតផងមនុស្សកើតថ្ងៃអាទិត្យបើមានឥស្សរភាពនៅក្នុងជីវិតនឹងឆើតឆាយស្រស់ថ្លាណាស់តែការនៅម្នាក់ឯងរបស់មនុស្សកើតថ្ងៃអាទិត្យគឺធ្វើបានល្អរមែងជាគំរូជាមេដឹកនាំដ៏ល្អរបស់អ្នកដទៃរួមទាំងសម្ដីមោះមុតហើយផ្ដល់កម្លាំងចិត្តឲ្យមនុស្សបានទៀតផងចំណុចមិនល្អរបស់មនុស្សកើតថ្ងៃអាទិត្យគឺជាមនុស្សប៉ិនភ្លេចហើយពេលខ្លះប្រើជីវិតនៅក្នុងការបថុយប្រឋានទៀតផងហើយពេលគិតអ្វីរមែងសន្សំការខឹងនិងភាព stress បានយ៉ាងងាយរហូតដល់ខ្លាចជាមនុស្សពូកែខឹងពូកែគុំតែម្ដងចំណុចល្អជាមនុស្សស្មោះត្រង់ស្រឡាញ់គ្នាស្មោះត្រង់សប្បាយរស់រាយបើមនុស្សកើតថ្ងៃអាទិត្យមានស្នាមញញឹមឲ្យខ្លួនឯងនិងអ្នកដទៃញឹកញាប់ពិភពលោកនេះស្រស់ស្រាយណាស់មនុស្សថ្ងៃអាទិត្យបើសិនជារឹងវិញគឺមិនស្ដាប់អ្នកណាឡើយបើតាំងចិត្តធ្វើអ្វីហើយមនុស្សកើតថ្ងៃអាទិត្យរមែងមិនខាមិនខ្វល់គឺគិតតែពីធ្វើគឺជាថ្ងៃមួយដែលចូលចិត្តធ្វើតាមចិត្តខ្លួនឯងយ៉ាងខ្លាំងពេលខ្លះមើលទៅខ្លាចជាមនុស្សក្បាលរឹងតែម្ដងហើយប្លែកមួយទៀតនោះគឺបើទោះជាខ្លួនឯងធ្វើខុសក៏ដោយបើមនុស្សថ្ងៃអាទិត្យកំពុងមូលម៉ាងហើយមិនសុំទោសដាច់ខាតមិនដាក់ចោលទេព្រោះអារម្មណ៍ហ្នឹងវាទៅគឺមើងហ្មងមិនខ្វល់មិនស្ដាប់មិនសុំទោសអីទាំងអស់បើចង់ឲ្យសុំទោសតតែចាំឲ្យចិត្តត្រជាក់សិនទៅអាចត្រឡប់មកនិយាយគ្នាបានបើអ្នកណាចង់ឲ្យមនុស្សកើតថ្ងៃអាទិត្យឆាប់បាត់ខឹងនោះគឺត្រូវចូលរបៀបបន្លំហើយសម្រួលម្ដងបន្តិចតែប៉ុណ្ណេះគេក៏ចិត្តត្រជាក់ហើយព្រោះមនុស្សកើតថ្ងៃអាទិត្យបើជឿជាក់លើអ្វីហើយរមែងមោះមុតមិនបដូរចិត្តទេគឺមានភាពរឹងមាំរបៀបក្បាលរឹងតែម្ដងបើសិនជាមនុស្សកើតថ្ងៃអាទិត្យស្ដាប់យោបល់អ្នកដទៃពាក់កណ្ដាលស្ដាប់ខ្លួនឯងពាក់កណ្ដាលហើយនាំយកមកប្រៀបធៀបដោយហេតុនិងផលអាចចិត្តត្រជាក់ខ្លះហើយបើសិនជាអ្នកកើតថ្ងៃអាទិត្យខូចចិត្តរឿងស្នេហាវិញគឺរមែងខូចចិត្តមិនយូរគឺជាថ្ងៃកើតមួយដែលភ្លេចរឿងក្តីទុកក្រៀមក្រំបានលឿនដែលគេហៅថា move on លឿនណាហើយឬក៏បំភ្លេចលឿនមនុស្សកាលថ្ងៃអាទិត្យបើខូចចិត្តរឿងស្នេហាយំតែម្ដងពីរដងទេផុតពីហ្នឹងគឺរឹងមាំវិញតែម្ដងមនុស្សកាលថ្ងៃអាទិត្យពេលណាខូចចិត្តគឺចូលចិត្តដើរទៅមុខបន្តមិនត្រាំត្រែងជាមួយនឹងក្តីទុកយូរគឺគេចាត់ការខ្លួនឯងបានយ៉ាងល្អរមែងមិនឲ្យការសោកសៅការទុកខូចចិត្តនេះមកមានផលលើជីវិតនិងចិត្តខ្លួនឯងឡើយឬក៏ជះឥទ្ធិពលលើជីវិតខ្លួនឯងច្រើនជាដាច់ខាតចរិតមនុស្សកើតថ្ងៃអាទិត្យមិនចូលចិត្តឲ្យអ្នកណាឃើញពីភាពទន់ជ្រាយរបស់ខ្លួនឯងទេបើសិនជាឃើញលុះត្រាតែគេចង់ឲ្យឃើញមនុស្សកាលថ្ងៃអាទិត្យនៅពេលណាដែលខូចចិត្តនឹងព្យាយាមធ្វើខ្លួនឯងឲ្យរួចផុតពីក្តីទុក្ខបានលឿនបំផុតអ្នកខ្លះខូចចិត្តភ្លាមចេញពីផ្ទះផ្លែតរកកិច្ចការធ្វើតែម្ដងទៅផឹកទៅរាំឬក៏ធ្វើឲ្យខ្លួនឯងរួចចេញពីក្តីទុក្ខបានលឿនគេមានវិធីចាត់ការរឿងជីវិតរបស់គេហើយផ្លែជាងនេះទៅទៀតណាបើគេខូចចិត្តវិញគឺរមែងរកសង្សារថ្មីបានលឿនតែម្ដងនេះបើអ្នកកើតថ្ងៃអាទិត្យធ្វើបែបហ្នឹងណាគឺធ្វើបានតែម្ដងកំពូលនៃភាពរឹងមាំមែនហើយជួនកាលទៅមិត្តភក្តិឆ្ងល់ដែរហាអាហ្នឹងខេងខូចចិត្តឥឡូវមិនមានសង្សារថ្មីហើយនេះគឺជាមុនស្នេហ៍របស់អ្នកកើតថ្ងៃអាទិត្យចាឥឡូវនេះចរិតលក្ខណៈគូព្រេងនិស្ស័យភាពរឹងរូសរបស់អ្នកកើតថ្ងៃអាទិត្យគឺសំណុំរឿងមានតែប៉ុណ្្នឹងក៏សូមបញ្ចប់ហើយណាហើយបើសិនជាខុសត្រូវឬយ៉ាងណាគឺសូម comment អាចដោះដូរយោបល់គ្នាបានចាអូខេណាសូមឲ្យអ្នកកើតថ្ងៃអាទិត្យជួបតែសេចក្តីសុខកុំបីមានទុក្ខហើយក៏សូមឲ្យជួបគូស្នេហ៍ជួបការងារជួបអ្វីតែល្អហើយក៏សូមឲ្យជួបកល្យាណមិត្តដ៏ល្អណាសាធុ